មានបងប្អូនច្រើនមែនទែនដែលគាត់ឆាតឌីគាត់ខមមិនក្នុង Telegram ក្នុងឆាតមកតាម Telegram ក៏ជាខមមិនក្នុង TikTok មានការតំណែងតាមប្រព័ន្ធផ្សេងៗតែសួរថាបងថ្មទាំងអស់ហ្នឹងយកទៅធ្វើអីហ្នឹងហើយបងប្អូនទាំងគ្នាថ្មគឺយើងយកមកច្នៃជាអលង្ការប្រើប្រាស់ជាវត្ថុពិសិដ្ឋពីធម្មជាតិដែលជាចំណែកមួយក្នុងការធ្វើឲ្យយើងមានសម្រស់ស្រស់ស្អាតណាថ្មក៏មានសម្រស់ស្រស់ស្អាតពាក់ភ្នែកពាក់អារម្មណ៍ពាក់ចិត្តពាក់បេះដូងជាអលង្ការប្រណិតច្នៃចេញពីថ្មប្រណិតយើងយកមកធ្វើកម្មធ្វើអីចឹងទៅហើយមិនមែនទៅពាក់ឥឡូវទេតាំងពីសម័យបុរាណកាលមកម្លេះរាប់ពាន់ឆ្នាំណាដូនតាខ្មែររបស់យើងគឺលោកច្នៃប្រឌិតធ្វើទីផ្សារបង្ហាញទៅកាន់មនុស្សបាទនៅក្នុងសកលលោកឲ្យស្គាល់អំពីថ្មទាំងអស់នេះណាមានតម្លៃមិនអីមិនចឹងណាហ្នឹងហើយនេះបានការដោះមកបានប៉ុណ្ណឹងឥឡូវយើងធ្វើកម្មការដុតប៉ុណ្ណឹងអត់កើតទេណាបានតែបតោងទេវាបែកអស់ហ្នឹងហើយដុតក្របនេះគ្រីស្តាល់នេះអូខេចឹងអរគុណច្រើនសម្រាប់ការចូលរួមទស្សនាថ្ងៃនេះគេដើរសង្ក្រានណាខុសប្លែកតែខ្ញុំ2នាក់គឺមកចូលព្រៃស្វែងរកថ្មចូលព្រៃស្វែងរកថ្មនេះទឹកឃ្មុំទឹកស្អាតនេះអូខេអរគុណច្រើន